សួស្តីប្រិយមិត្តអរគ្នាខ្ញុំបាទតូជីមុននឹងសម្រាប់បន្តរឿងខ្ញុំវិលត្រឡប់មកពីឋាននរកយើងសូមអរគុណទៅកាន់ Donator របស់យើងអរគុណទៅកាន់បង Moshing ដែលបានឧបត្ថម្ភសាច់ប្រាក់ចំនួន50សេនបើអ្នកទាំងអស់គ្នាចង់ support admin អាច support តាមនេះបានបន្ទាប់មក system បានលោកប្រាប់ថាមានសារដែលមិនទាន់បានអានតើអ្នកចង់ត្រួតពិនិត្យវាដែរឬទេហើយ Henderson បានគិតថាតើអ្វីទៅគឺជាសារដែលមិនទាន់បានអានបន្ទាប់មក Henderson បានជិះពាក្យថាយកប្រុសហើយ system បានលោកប្រាប់ថាឋាននរកបានស្វាគមន៍ស្ដេចថ្មីឈ្មោះ Henderson ប៉ុន្តែអ្នកបានត្រឡប់មកផែនដីវិញការទទួលយកអត្ថប្រយោជន៍របស់ស្ដេចថ្មីអ្នកអាចផ្សារភ្ជាប់កន្លែងនិងពេលវេលាពីប្រសាទសិប្បនិមិត្តជាមួយនឹងផែនដីបានមានបិសាចជាច្រើនជាប់នៅក្នុងប្រាសាទសិប្បនិមិត្តកំពុងរងចាំការសង្គ្រោះរបស់ស្ដេចថ្មីហើយ Henderson បានគិតថាខ្ញុំគិតដូចនេះដែរតើអ្នកកំពុងសូមជំនួយពីខ្ញុំមែនទេតើអ្នកដែលខំព្យាយាមរស់រានមានជីវិតរយៈពេល80ឆ្នាំពីនេះសើតែខ្ញុំបានខ្លាចជាស្ដេចថ្មីមែនទេទោះមក Henderson បានលើកដៃកណ្ដាលទៅ system ហើយនិយាយថាDerechon system នេះគឺជាសភាពបិសាចដែលជាប់ក្នុងប្រាសាទសិប្បនិមិត្តដែលកំពុងរងចាំ Henderson មកជួយសង្គ្រោះបន្ទាប់មក Henderson និយាយថាប្រព័ន្ធឆាប់នាំខ្ញុំចេញគាត់ចូលមកពេលព្រឹកនៅមន្ទីរពេទ្យយើងបានឃើញ Henderson កំពុងអវងដៃមួយដើម្បីយកសាច់ដូមឲ្យធំដោយសភាពដើមគាត់ពីមុនវិញហើយយើងបានឃើញលោកដុកទ័រនិងអាចូលមកបានមើលទៅកាន់ Henderson ហើយបាននិយាយគ្នាថាចូលមកខ្ញុំច្បាស់ណាស់ថាកូនរបស់អ្នកគឺជាមនុស្សដែលបានអ្វីខិនសមត្ថភាពពិសេសចូលមកបន្ទប់ថាប៉ុន្តែHenderson មានការខុសពីអ្នកដែលបាន awaken សមត្ថភាពពិសេសលោករូទ័រតបថាវាត្រូវហើយនៅពេលឥឡូវនេះវាមិនទាន់មានសញ្ញានៃការ awaken សមត្ថភាពពិសេសនោះទេខ្ញុំមិនអាចបញ្យល់ពីរឿងនេះបានទេហើយអាចុះមកបានតបថាតើមានអ្វីកើតឡើងចំពោះ Henderson លោករូទ័របានតបថាប៉ុន្តែយើងនឹងមានជំរើសមួយទៀតគឺបញ្ជូន Henderson ទៅវាស់វែងសមត្ថភាពនៅសហគមន៍អ្នកប្រមាញ់បិសាចហើយអាចុះមកបានត្រឹមតែអរគុណលោករូទ័រតែប៉ុណ្ណោះ Henderson បានស្ដាប់ឮការសន្ទនានោះហើយបានត្រឹមតែឆ្ងល់ក្នុងចិត្តតែប៉ុណ្ណោះនៅពេលនេះគាត់មកចូលមកទីក្រុងយើងបានឃើញ Henderson កំពុងជិះតាក់ស៊ីជាមួយនឹងអាចុះមកហើយ Henderson បានគិតក្នុងចិត្តថាតើអ្វីទៅគឺជាការដាស់ឡើងនៃសមត្ថភាពពិសេសនិងសមាគមប្រមាញ់បិសាចខ្ញុំបានធ្វើពោលជាមិនលើការសន្ទនារវាងលោកដុកទ័រនិងអ្នកម្ដាយរបស់ខ្ញុំប៉ុន្តែខ្ញុំបានកត់សម្គាល់យ៉ាងច្បាស់ថាម្ដាយរបស់ខ្ញុំកំពុងលាក់អ្វីមួយពីខ្ញុំតើមានអ្វីកើតឡើងរយៈពេល10ឆ្នាំដែលខ្ញុំបានដេកសន្លប់បន្ទាប់មកតាក់ស៊ីក៏បានធ្វើដំណើរមកដល់ផ្ទះរបស់អាចូម៉ាហើយអាចូម៉ាបាននិយាយទៅកាន់ Henderson ថាឆាប់ចូលទៅផ្ទះមុនទៅតិចទៀតបានមកទៅតាមក្រោយ Henderson បានតបថាបាទម៉ាក់បន្ទាប់មកយើងបានឃើញដៃនរណាម្នាក់កំពុងតែដកលុយពេលបានឃើញអញ្ចឹង Henderson បានឆ្ងល់ថាតើនារីម្នាក់នោះគឺជានរណាហើយនារីម្នាក់នោះបានឆ្ងល់វិញថាតើ Henderson គឺជានរណាបន្ទាប់មកអាចូម៉ាបាននិយាយកាន់ Henderson ថាតើកូនថ្ងៃនេះចង់ញ៉ាំអ្វីដែរហើយអាចូលមកបាននិយាយទៀតថាជីស៊ូតើអ្នកបានទៅឯណាហេតុអ្វីអ្នកមិនបានឆ្លើយតបនឹងទូរស័ព្ទរបស់ម៉ាក់អ្នកដឹងទេថាម៉ាក់បារម្ភពីកូនប៉ុណ្ណាបន្ទាប់មក Henderson បានគិតក្នុងចិត្តថាជីសូសូម20ទោសមែនតើសម្រាប់ការហៅឈ្មោះខុសហើយអាចូលមកបានមើលឃើញថាជីសូកំពុងកាន់លុយហើយនិយាយថាអ្នកបានធ្វើវាម្ដងទៀតហើយបន្ទាប់មកជីសូក៏បានញាត់លុយចូលក្នុងកប៉ាល់ហើយក៏បានចាប់ដើរចេញពេលដែលបានដើរកាត់Henderson បាត់គិតថាយើងបែកគ្នាប្រហែលឆ្នាំហើយហេតុអ្វីអ្នកមិនចាំពីប្អូនស្រីរបស់អ្នកតែម្នាក់គត់នេះហើយ Henderson បានគិតថាប្អូនស្រីរបស់គាត់ពីមុនគឺមានសក់ខ្មៅហើយប្អូនស្រីរបស់គាត់និយាយថា Oppo in the back ពេលបាននឹកឃើញអញ្ចឹង Henderson បានបែកញើសយ៉ាងស្រស់ស្រាក់ហើយជីសូបានគិតថាអ្នករាល់ថ្ងៃនេះមើលទៅល្អណាស់បន្ទាប់មក Henderson និងជីសូបានគិតដំណើរគ្នាថាសពថ្ងៃវាដូចជាឋាននរកសម្រាប់យើងហើយជីសូក៏បានដើរហួស Henderson បាត់ទៅពេលបានដើរចេញមកដល់ក្រៅផ្ទះចូលមកបានស្រែកទៅជីសូថាតើអ្នកនឹងទៅកន្លែងណាម្ដងទៀតហើយទោះមកយើងក៏បានឮសំឡេងនរណាបានគួរទ្វារផ្ទះចូលមកពេលបានឮអញ្ចឹងចូលមកមានការផិតភ័យយ៉ាងខ្លាំងបន្ទាប់មកយើងបានឃើញត្រីឆ្លាមពីក្បាលនោះម្ដងទៀតហើយស្គមនោះបាននិយាយថាអ្នកឆាប់បើកទ្វារភ្លាមមកបើសិនបើអ្នកមិនបើកទ្វារក្នុងរយៈពេល1នាទីទៀតទេខ្ញុំនឹងទន្លុះទ្វារនេះចូលហើយឆាប់បើកទ្វារភ្លាមមកហើយវានៅតែបន្តនៅទាត់
ត់ទ្វារនោះរហូតយើងបានលឺត្រឹមតែសំឡេងទ្វារគ្រូក្រាស់តែប៉ុណ្ណោះពេលបានឃើញអញ្ចឹងហានីសុងបានធ្វើមុខខឹងហើយគិតក្នុងចិត្តថាម្ដងនេះយើងមិនឲ្យពួកឯងរួចខ្លួននោះទេហើយសាច់រឿងរបស់យើងក៏មានតែប៉ុណ្ណឹងសូមអភ័យទោសសម្រាប់ការចេញវីដេអូខ្លីមែនតែនហើយល្ងាចមិញគឺមានភ្លៀងទៀតខ្ញុំមិនបានធ្វើវីដេអូជូនអ្នកទាំងអស់គ្នាទេពិតជាសូមអភ័យទោសមែនតែនបាទចង់និយាយថាឥឡូវមិនមានអ្វីនិយាយច្រើននោះទេមានតែអរគុណទៅកាន់ Donator របស់យើងដែលមានឈ្មោះថា Moching សូមឲ្យទទួលបានសង្សារនឹងប្តីឆាប់បើមិនមានទេអាចយកខ្ញុំធ្វើប្តីបានអញ្ចឹងមានតែជូនពរអ្នកទាំងអស់គ្នាធ្វើដំណើរទៅណាទទួលបានតែសុខភាពមង្គលនិងសុវត្ថិភាពតាមផ្លូវជានិច្ច